នេះគឺជាលទ្ធផលថ្ងៃទី3ដែលខ្ញុំបានបាញ់ plasma ទៅលើបបោមាត់ខ្ញុំហើយដូចបងប្អូនតោះគ្នាឃើញអញ្ចឹងគឺវាចាប់ផ្ដើមលបអីនិយាយទៅយើងសប្បាយចិត្តដែរពួកឯងនៅពេលដែលលបទៅបាត់ពណ៌ខ្មៅអស់ហើយតែបងស្រីប្រាប់ថាហ្នឹងគ្រាន់តែជាសាច់ខ្ចីរបស់យើងទេអ្វីដែលសប្បាយចិត្តខ្លាំងលើសពីនឹងទៅទៀតគឺបានរយៈពេលមួយអាទិត្យអីគឺមាត់ប្រែទៅជាពណ៌ pink ខ្លាំងមែនតើហ្នឹងបានគេហៅថាលទ្ធផលពិតដែលទទួលបានពីសេវាកម្មបាញ់ plasma បងស្រីបាននេះក៏មិញប្រាប់ខ្ញុំថានៅពេលដែលបាញ់ plasma ហើយបាត់បបោមាត់ខ្មៅហើយគាត់ណែនាំឲ្យខ្ញុំដាក់ពណ៌តែនេះមិនទាន់ដាក់ពណ៌ផងគ្រាន់តែបាញ់ plasma វា healing វាសះវិជាហើយស្បែកមាត់ឡើងចង់ pink បាត់ហើយហ្នឹងហើយប្រភេទបបោមាត់ដែលខ្ញុំចង់បានគឺចង់បានប្រភេទបបោមាត់ដែលមានពណ៌ឈូកស្រាលបែបមនុស្សប្រុសអញ្ចឹងគាត់ណែនាំឲ្យបន្ទាប់ពីធ្វើការបាញ់ plasma ហ្នឹងហើយគឺយើងដាក់ពណ៌បែបឈូកស្រាលតែម្ដងបើសិនជាបងប្អូនទាំងគ្នាចង់បានបបោមាត់ដែលស្អាតណែនាំឲ្យទៅ Picture Academy ទៅអាចជួបជាមួយបងស្រីដើម្បីគាត់ណែនាំថាបបោមាត់អ្នកទាំងគ្នាគួរតែធ្វើសេវាកម្មមួយណាដើម្បីឲ្យស្អាតលឿនដោយសារតែគាត់មានជំនាញខ្លាំងមែនទែនទៅលើការព្យាបាលបបោមាត់មិនថាបងប្រុសបងស្រីទេអាចចូលមើល feedback page គាត់បានគឺស្អាតខ្លាំងមែនទែនហើយវិជាការធ្វើ treatment បបោមាត់ហ្នឹងមិនមែនជាប់បានតែមួយខែពីរខែទេគឺជាប់បានយូរខ្លាំងមែនទែនសឹងតែអាចជាប់រហូតក៏អាចថាបានដែរឲ្យតែអ្នកទាំងអស់គ្នាថែទាំបបោមាត់បានល្អអាសាលាបក្រែមផ្ដល់សំណើមដោយសារតែខ្ញុំអត់ចូលចិត្តលាបក្រែមដែលមានពណ៌ដិតខ្លាំងទេគឺខ្ញុំចូលចិត្តលាបតែក្រែមផ្ដល់សំណើមអញ្ចឹងគឺយើងចង់បានពណ៌មួយដែលបែបធម្មជាតិបាទអត់បាច់លាបក្រែមញ៉ៃក៏មើលទៅឃើញស្អាតហើយនេះដូចបងប្អូនទាំងគ្នាឃើញអញ្ចឹងគឺមានភ្ញៀវជារៀងរាល់ថ្ងៃដោយហាងគាត់មានទាំងភ្ញៀវប្រុសភ្ញៀវស្រីគ្រប់គ្នាតែម្ដងបងប្អូនទាំងគ្នាអាចតាក់ទងទៅបងស្រីឬក៏ឆាតទៅ page ដើម្បីតាក់ទងសួរពីតម្លៃនិងសេវាកម្មហើយនិងប្រភេទការ treatment បបោមាត់បែបណាដើម្បីឲ្យព្យាបាលបបោមាត់អ្នកទាំងគ្នាប្រែជាស្រស់ស្អាតស៊ីចំពោះនិងតាមអ្វីដែលពណ៌អ្នកទាំងគ្នាចង់បានហើយពីសេវាកម្មបបោមាត់គាត់មានសេវាកម្មជាច្រើនទៀតដូចជាបានកែប្រែពណ៌តំបន់ឯកជនរបស់បងប្អូនបាញ់ laser ជំរុះរោមគ្រប់ប្រភេទនិងការចាក់វីតាមីនស្បែកមុខដែលល្អនាំចូលពីក្រៅប្រទេសដែលមានជាច្រើនមុខផងដែរ